តែមានបងប្អូនមួយចំនួនគាត់ចង់លឺថាតើខ្ញុំនឹងអាចបកស្រាយគេខ្លះអញ្ចឹងឥឡូវខ្ញុំសូមនិយាយពីចំណុចសំខាន់ដំបូងដែលធ្វើឲ្យរឿងកើតឡើងហើយដែលខ្ញុំព្យាយាមស្ងាត់ប្រហែលថ្ងៃនេះមិនចឹងមកនិយាយឬក៏តបតអីទាំងអស់ហ្នឹងមិនមែនខ្ញុំទេប៉ុន្តែខ្ញុំគិតថាឲ្យវាទៅតាមខ្យល់មួយពេលចោះឲ្យទៅតាមកំហឹងមួយពេលចោះតែបន្តិចទៀតទៅស្ងប់វិញហើយប៉ុន្តែឥឡូវនេះខ្ញុំឃើញថាវាអត់ស្ងប់ទេវាបន្តទៅមុខកាន់តែធំឡើងជាងហ្នឹងអញ្ចឹងខ្ញុំគិតថាខ្ញុំគួរតែផលប្រាសលេងមកខ្ញុំម៉េចដោយសារតែរាល់ថ្ងៃខ្ញុំទទួលបានងារ Miss Universe Cambodia 2025ហើយទទួលបានជាម្ចាស់មកុដហ្នឹងគឺដោយសារតែខ្ញុំគឺជាមនុស្សអ្នកដែលហ៊ានតតាំងជាមួយនឹងការពិតប្រឈមមុខជាមួយនឹងខ្លួនឯងហើយហ៊ានផ្លាស់ប្ដូរខ្លួនឯងនឹងឯងទៅនឹងខ្ញុំអាចឈ្នះមកុដបានជាមកុដដែលវាមានតម្លៃសម្រាប់ខ្ញុំជាមកុដដែលអ្នកដទៃឲ្យតម្លៃថាខ្ញុំបានលើកកម្ពស់មនុស្សស្រីឡើងខ្ពស់មួយកម្រិតទៀតជាមកុដដែលបងប្អូនមួយចំនួនគិតថាខ្ញុំបានលើកកម្ពស់បបរកញ្ញាខ្មែរឲ្យមានស្តង់ដារមួយកម្រិតទៀតតែក៏ជាមកុដដែលមនុស្សមួយចំនួនមើលងាយមើលថោកគ្នាគិតថាវាជាប្រៀបធៀបវាទៅជាឆ្នាំងជាអីចឹងទៅតាមបែបផែនការគិតរបស់គាត់ចង់ប្រើសម្លេងខ្ញុំម្ដងទៀតពាក់ព័ន្ធទៅលើរឿងនេះឲ្យបកស្រាយឲ្យកាន់តែច្បាស់ដោយសន្តិភាពបំផុតពាក់ព័ន្ធជាមួយនឹងវីដេអូដែលមានសំណួរចោទសួរល្បីមែនតើសួរថាបើសិនជាថតទៅដោយភាគីម្ខាងទៀតហើយតើខ្ញុំនៅតែផុសធ្វើអីអូខេអញ្ចឹងខ្ញុំសូមបកស្រាយចំណុចកន្លែងហ្នឹងគឺដោយសារតែវីដេអូភាគច្រើនដែលខ្ញុំថតនៅក្នុងទូរស័ព្ទហ្នឹងគឺដោយគាត់សឹមតែទាំងអស់ទៅហើយដោយសារតែគាត់អង្គុយនៅក្រោយខ្នងខ្ញុំបើមិនដោយចំហៀងមុខក៏ដោយស្មាដោយកាយវិការដោយអីគាត់អញ្ចឹងទៅហើយហេតុអីបានជាខ្ញុំសម្រេចចិត្តផុសវីដេអូហ្នឹងក៏ដោយសារតែខ្ញុំគិតថាក្នុងចិត្តខ្ញុំហ្នឹងអានេះខ្ញុំគិតពីខ្លួនខ្ញុំទេតែវាអាចនឹងខុសជាមូលហេតុដែលធ្វើឲ្យមានរឿងហ្នឹងកើតឡើងខ្ញុំគិតថាប្រហែលជាគាត់អាចដាក់ចិត្តមកអង្គុយនៅពីក្រោយខ្នងយើងបានទាំងដែលខ្ញុំអូខេឥឡូវខ្ញុំសូមនិយាយថាតបហ្នឹងគឺខ្ញុំមកដល់ខ្ញុំអង្គុយមុនហើយគាត់មកតាមក្រោយអញ្ចឹងខ្ញុំមិនបន្ទោសទេណាកុំស្ដាប់ហើយកុំយល់ថាខ្ញុំបន្ទោសថាគេអង្គុយណាក៏បានរឿងគេចាស់គាត់អង្គុយណាក៏បានគឺជារឿងរបស់គាត់មែនប៉ុន្តែដោយសារគឺខ្ញុំចូលក្នុងវងការហ្នឹងមក6កន្លះជាមួយនឹងគ្នារបស់ខ្ញុំប្រហែល6 7នាក់ហ្នឹងឯងអញ្ចឹងយើងគ្រាន់តែដើរចូលទៅក៏ខ្ញុំអង្គុយនៅអាតុកទី1ហ្នឹងដែលនៅលើតុហ្នឹងគឺគាត់មានដាក់លេខឈ្មោះឲ្យថាតុរបស់អ្នកណាហើយតុខាងក្រោយហ្នឹងតុរបស់អ្នកណាអញ្ចឹងតុខាងក្រោយហ្នឹងគឺតុរបស់ពនាងចាគឺតុរបស់ពនាងផ្ទាល់អញ្ចឹងពេលដែលពួកយើងអង្គុយហូបអីហ្នឹងខ្ញុំអង្គុយបែរទៅតុខ្ញុំអង្គុយបែរទៅផ្លូវដើរចេញដើរចូលអញ្ចឹងអ្នកណាចេញចូលអីគេច្រើនឃើញទាំងអស់អញ្ចឹងមិនមែនខ្ញុំតាមចាប់មើលគាត់ទេប៉ុន្តែគាត់ថាយើងមើលទៅយើងឃើញហើយមនុស្សចេញចូលយើងស្គាល់គ្នាទាំងអស់នៅក្នុងរោងហ្នឹងគេច្រើនយើងដឹងអញ្ចឹងខ្ញុំឃើញថាគាត់មកនៅក្រោយពេលកាត់នំទេហើយពេលដែលគាត់ដើរមកចូលខ្ញុំគាត់ខ្ញុំគិតថាចុះធម្មតាយើងមនុស្សធ្លាប់ស្គាល់គ្នាយើងនិយាយធំទៅមនុស្សធ្លាប់ស្គាល់ធ្លាប់ប៉ះពីអីគ្នាទៅយើងមើលគាត់អង្គុយនៅណាអញ្ចឹងគាត់ដើរទៅគាត់អង្គុយនៅខាងនោះទេចាអញ្ចឹងគាត់អង្គុយខាងវិជាម្នាក់អញ្ចឹងខ្ញុំគិតថាអត់អីទេអញ្ចឹងណាគេអង្គុយណាក៏អង្គុយទៅយើងក៏សប្បាយជុំគ្នាទៅក្រោយមកក៏ឃើញគាត់ដើរមក hello តុកខាងពនាងខាងក្រោយ hello អីហើយពួកគាត់ក៏អាសាដើរមកម្ដងទៀតអញ្ចឹងទៅហើយក៏គាត់ក៏សម្រេចចិត្តថាអង្គុយតុកនឹងដែរតែម្ដងទៅខ្ញុំក៏គិតថាជ្រុលជាថាវីដេអូទាំងអស់សឹងតែផុសមិនបានហើយដោយសារតែដោយគេទាំងអស់ខ្ញុំអត់ចង់ថាយើងយក attention អីទេតែវីដេអូមួយហ្នឹងដែលខ្ញុំសម្រេចចិត្តផុសដោយសារតែខ្ញុំកំពុងតែញ៉ាំហើយភ្លាមហើយភ្លេងហ្នឹងតារាចម្រៀងនៅលើឆាកគាត់កំពុងតែច្រៀងមានន័យថាព្រឹត្តិការណ៍ហ្នឹងកំពុងតែកើតឡើងដូច live ដូចជីវិតបច្ចុប្បន្នហ្នឹងកំពុងតែកើតខ្ញុំកំពុងតែនិយាយហ្នឹងចឹងខ្ញុំមិនអាចសារវាថយក្រោយបានទេវាមិនមែនជាវីដេអូហ្គេមទេអញ្ចឹងបទចម្រៀងហ្នឹងក៏កំពុងតែច្រៀងខ្ញុំក៏កំពុងតែរាំលេងចេះតែដល់ពេលប្រូចម្រៀងហ្នឹងច្រៀងដំបូងមកថាខ្ញុំសំណាងណាស់ថ្មីបើខ្ញុំចាស់តែចិត្តខ្ញុំក្មេងខ្ញុំប្រហែលជាចំណងជើងចម្រៀងហ្នឹងអញ្ចឹងលីរិកចម្រៀងហ្នឹងអញ្ចឹងហើយគាត់តែខ្ញុំសំណាងណាស់ខ្ញុំក៏ចេះតែរាំទៅថ្មីបើខ្ញុំចាស់គាត់ខ្ញុំចាស់ខ្ញុំថាអូអត់ទេមិនបាត់ខ្ញុំទេមិនបាត់នឹងឯងខ្ញុំមិនមែនធ្វើមុខធ្វើមាត់ឌឺទៅអ្នកខាងក្រោយទេពេលហ្នឹងខ្ញុំពេលដែលសកម្មភាពថតមែនតើខ្ញុំក៏អត់ដឹងថាខាងក្រោយហ្នឹងមាននឹងអីកើតឡើងដែរបើតែមកមើលម្ដងទៀតទៅខ្ញុំមើលទៅខ្ញុំវាល្អសោយខ្លួនឯងកន្លែងហ្នឹងហើយខ្ញុំគិតថាវា shoot ទៅខ្ញុំផុសចេញទៅតែវីដេអូផ្សេងទៀតអ្នកនរគ្នាឃើញថាខ្ញុំអត់បានធ្វើ vlog ផុសហើយជាទូទៅខ្ញុំធ្វើតែធ្វើ vlog ផុសពេលទៅកម្មវិធីអីមួយអញ្ចឹងខ្ញុំអត់បានធ្វើ vlog ផុសទេដោយសារតែនៅពីក្រោយខ្នងហ្នឹងគឺថតដោយគាត់ច្រើនអញ្ចឹងខ្ញុំសុខចិត្តថាផុសអានេះមួយចោះដែលខ្ញុំផុសហ្នឹងមួយហ្នឹងក៏ដោយសារតែខ្ញុំគិតថាប្រហែលជាគាត់ដាក់ចិត្តថាបានអង្គុយចិត្តគ្នាអញ្ចឹងហើយទោះបីមិនយើងមិននិយាយរបស់គ្នាយើងមិនសំណេះសំណាលគ្នាក៏ខ្ញុំមានអារម្មណ៍ថាបើយើងអាចនៅក្នុងរង្វង់ទូចមួយជាមួយគ្នាសឹងតែថាដើរប៉ះគ្នាហើយក្នុងចិត្តគាត់ប្រហែលជាលែងអីហើយតែដឹងថាខ្ញុំគិតថាគាត់មានជំនាញម្នាក់ចុះក៏ប្រហែលជាខ្ញុំគិតថាប្រហែលជាអារម្មណ៍ផ្លាស់ប្ដូរហើយទោះបីតែយើងនឹងមិនរាប់អានគ្នាឡើងវិញតែប្រហែលជាមិនចាំបាច់រស់ពេញមួយជីវិតហ្នឹងអោបកសោបការស្អប់ធ្វើគ្នាទេកំហឹងក្នុងចិត្តទេខ្ញុំគិតថាប្រហែលជាគាត់គិតដូចខ្ញុំដែរអញ្ចឹងវីដេអូហ្នឹងពេលដែលផុសដំបូងខ្ញុំឃើញថាមាន positive comment ច្រើនមែនតើមុននឹងភាគីម្ខាងទៀតគាត់ផុសសំណេរ positive គឺខ្ញុំឃើញមានមតិ positive ហើយខ្ជូតច្រើនមែនតើដូចថានៅក្រោយខ្នងណាគេម៉ាក់ដូចដោយណាគេឬក៏មិនចឹងអីចឹងទៅខ្ញុំក៏មិនគិតថាវាជារឿងធំដុំអីដែរតែដល់ពេលខ្ញុំឃើញគាត់បង្ហាញពីអារម្មណ៍របស់គាត់មកដូចខ្ញុំដឹងថាអូខេមិនមែនគ្រប់គ្នាគិតដូចខ្ញុំទេមិនមែនគ្រប់គ្នាអាចរំសាយគំនុំគុំគួនពីអតីតកាលមកបានទេហើយវាក៏មិនមែនជាកំហុសរបស់គាត់ដែលគាត់មិនអាចរំសាយអារម្មណ៍របស់គាត់បានប៉ុន្តែខ្ញុំចង់និយាយប្រាប់ថាភាពឈឺចាប់ដែលកើតឡើងពីអតីតកាលមិនមែនឈឺចាប់តែមួយខាងទេឈឺចាប់ទាំងអស់គ្នាឈឺទាំងគេហើយក៏ឈឺទាំងខ្ញុំហើយដែលខ្ញុំចង់និយាយហ្នឹងគឺ
រឿងទាំងអស់ដែលកើតឡើងបើមិនមានភ្លើងវាមិនមានផ្សែងខ្ញុំក៏មិនអាចងើបមកភ្លាមគេមិត្តរបស់ខ្ញុំអត់បានធ្វើអីខ្ញុំទៅបើកវីដេអូថតជេរបចោលទៅមិត្តខ្ញុំទាំងដែលគេអត់បានធ្វើឲ្យខ្ញុំមានស្នាមរបួសទេហើយការដែលខ្ញុំប្រព្រឹត្តខ្លួនទៅ8 9ឆ្នាំមុនខ្ញុំធ្វើទៅតាមអារម្មណ៍ខឹងអារម្មណ៍ឆេវឆាវជាមនុស្សជាក្មេងស្រីម្នាក់ដែលកើតមកកាចស្រាប់បងប្អូនអរគ្នាកាចស្រាប់អញ្ចឹងពេលយើងកាចស្រាប់អញ្ចឹងយើងធ្វើទៅតាមអារម្មណ៍ឆេវឆាវប្រើពាក្យសម្ដីលឺលួសមិនសមរម្យទៅតាមភាពឈឺចាប់ទំហំចិត្តភាពឈឺចាប់ដែលយើងមានណាតែត្រូវបានមើលរំលងពីភាពឈឺចាប់របស់ខ្ញុំដោយសារតែខ្ញុំមិនបកស្រាយអីច្រើនអញ្ចឹងខ្ញុំចង់និយាយថាបកត្រឡប់ទៅវិញមិនមែនឈឺចាប់តែមួយហ៊ានទេខ្ញុំក៏ឈឺចាប់ដែរមិនមែនថាអ្នកដែលប្រើសម្ដីអាក្រក់អ្នកដែលប្រើសម្ដីមិនល្អកន្លងមកពីមុនមិនឈឺចាប់ទេណាឈឺនឹងឲ្យទៅធ្វើឲ្យមនុស្សប្រើប្រាស់កប្បកិរិយានិងសម្ដីដោយខ្វះការគិតភាពឈឺចាប់ហ្នឹងឯងបានផ្លាស់ប្ដូរមនុស្សអ្នកនរគ្នាតែខ្ញុំរំសាយបានខ្ញុំរំសាយការគុំគួនខឹងស្អប់នឹងបានព្រោះខ្ញុំអត់ចង់រស់នៅជាមួយភាពស្អប់អស់មួយជីវិតទេទោះតែថាយើងមិនរាប់អានគ្នាវិញតែខ្ញុំអត់ចង់ឲ្យខ្លួនខ្ញុំនៅមានវិវាទក្នុងចិត្តខ្លួនឯងខ្ញុំមានអារម្មណ៍ថាខ្ញុំហត់ហើយខ្ញុំមានអារម្មណ៍ថាកាលណាដែលខ្ញុំមិនអាចលើកលែងទោសឲ្យគេបានខ្ញុំក៏មិនអាចលើកលែងទោសឲ្យខ្លួនឯងបានដែរមានន័យថាផ្ទះដៃមួយឈានវាលឺអញ្ចឹងដល់ផ្ទះទាំងពីរទៅលឺអញ្ចឹងបើសិនជាខ្ញុំមិនចង់ឲ្យដៃខាងនេះឈឺដល់តែខ្ញុំអត់យកដៃខាងនេះមកផ្ទះដៃខាងនេះអញ្ចឹងបើសិនជាខ្ញុំមិនអាចលើកលែងទោសឲ្យគេបានខ្ញុំក៏អាចលើកលែងទោសឲ្យខ្លួនឯងបានដែរអញ្ចឹងខ្ញុំជ្រើសរើសថាខ្ញុំទម្លាក់ចោលទាំងអស់ហើយមុននឹងបងប្អូនជន់មកលើមនុស្សស្រីម្នាក់នេះឲ្យខ្លាំងជាងហ្នឹងបងប្អូនចង់ដឹងថាតើឫសគល់នៃស្នាមរបួសទាំងអស់ដែលកើតឡើងតាំងពីដើមមកបើចូលជាគេជីកបើចូលជាមានអ្នកចង់ជីកសាកសពដែលកប់ទៅហើយនឹងឲ្យឡើងមកវិញជីកយកឆ្អឹងឲ្យអស់ផងបងប្អូនជីកយកឆ្អឹងឲ្យអស់ផងជីកឲ្យអស់មកថាឫសគល់នៃឃាតកម្មដែលបានកប់សាកសពទៅក្រោមដីហ្នឹងតើកើតឡើងដោយសារអីគេឃាតករជាអ្នកណាអ្នកបង្កើតអ្នកណាអ្នកសម្រេចអ្នកណាអ្នកធ្វើបើជ្រុលជាអញ្ចឹងឲ្យបងប្អូនសុំជន់ដល់យុត្តិធម៌ផងប៉ុន្តែឥឡូវខ្ញុំយល់អ្នកនរខ្ញុំឃើញហើយណាឃើញហើយថាមួយរយៈក្រោយនេះពេលដែលខ្ញុំបានអានពេលដែលខ្ញុំបានឃើញសកម្មភាពតទៅមុខទៀតនេះខ្ញុំដឹងថាអូខេអារម្មណ៍របស់គេឲ្យគាត់ control អារម្មណ៍បែបរបស់គាត់ចោះខ្ញុំគោរពការសម្រេចចិត្តរបស់គាត់បើសិនជាវីដេអូហ្នឹងដល់សប្តាហ៍នេះនៅតែប៉ះពាល់ដល់អ្នកទាំងអស់គ្នាខ្ញុំនឹងតើពីខ្ញុំផុសវីដេអូនេះហើយខ្ញុំនឹងលុបវាចោលខ្ញុំនឹង take it down ដើម្បីឲ្យភាគីទាំងសងខាងសប្បាយចិត្តតែបំណងដែលខ្ញុំបានបញ្យល់ថាហេតុអីបានខ្ញុំថតចុះគេនៅតែផុសខ្ញុំបានជំរាបប្រាប់បងប្អូនទាំងអស់គ្នានៅខាងមុខហើយចាហើយសម្រាប់វីដេអូដែលជនខូចខ្ញុំគាត់លួចថតវីដេអូនេះខ្ញុំ record ទុកតាំងពីណាខ្ញុំមិនដឹងទេខ្ញុំជឿជាក់ថាគាត់រកពេលវេលាដើម្បីយកវីដេអូហ្នឹងមកធ្វើបែបខ្ញុំតែគាត់រកពេលអត់ត្រូវគាត់មកត្រូវពេលនៅពេលដែលខ្ញុំផុសវីដេអូដោយហ្នឹងហើយភាគីម្ខាងទៀតនៅខាងក្រោយគឺគាត់រកពេលបានគឺពេលហ្នឹងឯងហើយហេតុអីបានខ្ញុំនិយាយថាគាត់រកពេលអត់បានពីមុនដោយសារតែពីមុននៅលើឆាកបបកញ្ញា Mission Impossible 2025ហ្នឹងខ្ញុំស្នាមគាត់ក៏ដោយសារតែខ្ញុំហ៊ានយក experience មានន័យថាបទពិសោធន៍ជីវិតខ្ញុំពីមុនមកដាក់នៅលើតុបង្ហាញអ្នកទាំងអស់គ្នាហើយហ៊ានទទួលស្គាល់ហើយខ្ញុំបានបង្ហាញផ្លូវអ្នកទាំងអស់គ្នាថាធ្វើម៉េចទៅទទួលស្គាល់ខ្លួនឯងបានទទួលស្គាល់កំហុសខ្លួនឯងបានហើយប្រសើរជាងមុនបានជាមូលហេតុដែលខ្ញុំជឿជាក់ថាខ្ញុំទទួលបានមកគាត់នឹងជាមូលហេតុដែលខ្ញុំជឿជាក់ថាបងប្អូនគាត់ថាខ្ញុំ unique ខ្ញុំជាបបកញ្ញាម្នាក់ដែលអត់ខ្លាចនឹងប្រាប់ថាខ្លួនឯងបានសាងកំហុសអីទេប៉ុន្តែឥឡូវហ្នឹងបងប្អូនបាយជាឲ្យទុនចិត្តឱកាសហ្នឹងបងប្អូនបានដោយយកវីដេអូពីមុនដែលខ្ញុំធ្លាប់យកវាទៅលើកដាក់នៅលើតុពេលដែលខ្ញុំប្រកួតបបកញ្ញាហើយខ្ញុំឆ្នះមកគាត់នេះមកបងប្អូនបានថាខ្ញុំនៅតែរស់នៅក្នុងអតីតកាលដដែលវីដេអូដែលធ្វើខ្ញុំឆ្នះមកគាត់រឿងដែលធ្វើខ្ញុំរឿងអាដិតដែលធ្វើខ្ញុំយកមកនិយាយឲ្យឆ្នាំគាត់ហ្នឹងបងប្អូនឲ្យគេបង្រួបបានយកវាមកឲ្យបងប្អូនចាក់សម្រាប់ខ្ញុំវិញដដែលឥឡូវហ្នឹងអញ្ចឹងថាតើអ្នកដទៃទៀតដែលគាត់ចង់ស៊ូដូចខ្ញុំតើគាត់ស៊ូដើម្បីអីគេគាត់ចង់ផ្លាស់ប្ដូរខ្លួនឯងតើពួកគាត់ផ្លាស់ប្ដូរបានកម្រិតដោយរបៀបណាបើចុងក្រោយទៅគេនៅតែយកដឹកកម្មមកចងកយើងទៅដែរនេះសំណាងហើយដែលខ្ញុំជាមនុស្សរឹងមាំខ្ញុំឆ្លងកាត់រឿងជាច្រើនក្នុងឆាកជីវិតនេះនិយាយទៅខ្ញុំរស់នៅជុំវិញខ្លួនខ្ញុំភាគច្រើនគឺមិនសូវទទួលបានភាពស្មោះត្រង់ពីមនុស្សជុំវិញខ្លួនទេអញ្ចឹងអាភាពឈឺចាប់ខ្លះវាស្ពឹកដែរសម្រាប់ខ្ញុំណាវាស្ពឹកតែរឹងមាំយ៉ាងណាក៏លើខ្ញុំនៅតែចាប់តិចតួចដែរបងប្អូនដោយសារតែជាមនុស្សទោះរឹងមាំយ៉ាងណាក៏អាចចលនាទឹកភ្នែកនឹងនៅតែដើរបងប្អូនខ្ញុំខ្លាយទៅជាមេដាទាំង3ក្មេងនៅអាយុ20ឆ្នាំតែខ្ញុំមិនមានឈ្មោះបោះសម្លេងអីទាំងអស់ខ្ញុំមិនមែនជាហ្វីតាខ្ញុំមិនមែនជាបបកញ្ញាខ្ញុំមិនមែនជាអ្នករ៉ូស៊ីខ្ញុំគឺគ្រាន់តែជាក្មេងស្រីម្នាក់ដែលដើរផ្លូវជីវិតលឿនពេកដើរខុសបន្តិចតួចលឿនពេកមិនមែនថាខ្ញុំខុសដោយខ្ញុំបង្កើតកូនខ្ញុំមកហើយកូនខ្ញុំគឺជាទ្រព្យសម្បត្តិជីវិតរបស់ខ្ញុំមិនទៅថ្ងៃមុខគាត់នៅឃើញកូនខ្ញុំមានកម្លាំងចិត្តព្រឺសូម្បីតែលើគាត់នៅឃើញកូនខ្ញុំមានកម្លាំងចិត្តព្រឺតែគាត់ថាបើសិនជាខ្ញុំឲ្យគាត់ចូលមកក្នុងជីវិតខ្ញុំនៅពេលដែលខ្ញុំរឹងដៃរឹងជើងជាងនឹងពេលដែលខ្ញុំមានគ្រួសារឲ្យគាត់ពេញលេញវាប្រសើរជាងពេលដែលខ្ញុំគិតខ្លីៗមកពេលហើយប្រើជីវិតលឿនពេកហ្នឹងហើយខ្ញុំគ្រាន់តែជាក្មេងស្រីដែលរៀនខុសរៀនត្រូវមកដូចតែបងប្អូនទាំងអស់គ្នារៀនខុសរៀនត្រូវដូចគ្នាទេខ្ញុំកើតមកក៏ជួបបញ្ហាផិតក្បត់ជាច្រើនមិនថាស្នេហាមិត្តភាពខ្ញុំក៏ឈឺចាប់ដែរបងប្អូនតែគ្រាន់តែប្រហែលជាពួកខ្ញុំអញ្ចឹងដឹងមុខខ្ញុំវាមិនសូវស្រទន់ឬក៏ខ្ញុំចូលចិត្តនិយាយថងម៉ាំងប៉ាំងដឹងដែរធ្វើឲ្យបងប្អូនគិតថាខ្ញុំពឹសខ្ញុំល្បិចឬក៏ខ្ញុំអីចឹងទៅតែខ្ញុំអត់ចង់រៀបរាប់ទុកលំបាកអីច្រើនទេគ្រាន់តែចង់ឲ្យបងប្អូនដឹងថាខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ដែរ
កំពុងតែរៀនស្គាល់ពីជីវិតដូចគ្នាហើយគាត់តែជាមនុស្សស្រីដែលហ៊ានថាអូអញខុសកន្លែងនេះអញត្រូវតែកែអញលើសកន្លែងនេះអញត្រូវតែដកអញខ្វះកន្លែងនេះត្រូវតែថែមគាត់តែជាមនុស្សប៉ុណ្ណឹងឯងហើយសង្ឃឹមថាបងប្អូនយល់ហើយកុំឲ្យរឿងហ្នឹងវាទៅវែងឆ្ងាយទៅមុខទៀតអ្នកដែលបានស្អប់ជេរហើយក៏ខ្ញុំអាហោសកម្មឲ្យគាត់ចោះបងខ្ញុំចង់និយាយទៅកាន់បងប្អូនមហាជនដែលគាត់អត់ដឹងចាតែបើអ្នកដែលដឹងហើយថាអីសអីខ្មៅដឹងហើយថាខ្លួនកំពុងតែបំពេញកំពុងតែព្យាយាមជន់ខ្ញុំឲ្យគាត់នៅតែបន្តនឹងខ្ញុំឲ្យខ្ញុំចាប់ប្រធានការទៅគាត់តាមផ្លូវច្បាប់ដោយគ្មានការលើកលែងអីទាំងអស់ខ្ញុំយល់ហើយចឹងអ្នកនរស្ដាប់ហើយអ្នកនរអាចទៅចាក់ចិត្តបានសម្រួលអារម្មណ៍វិញបានអត់អីទេវាមិនមែនជារឿងធំដុំដល់ថ្នាក់ត្រូវចាក់សម្រាប់គ្នាឯងនោះទេព្រោះខ្ញុំចាំបានថាពេលដែលប្រទេសជាតិយើងមានបញ្ហាមានសង្គ្រាមបងប្អូនខ្មែរយើងនិយាយពាក្យមកថាឲ្យតែខ្មែររួបរวมខ្មែរឈ្នះហើយប៉ុន្តែឥឡូវខ្ញុំបែរជាឃើញថាគ្រាន់តែវីដេអូមួយនៅមនុស្សស្រីពីរនាក់ដែលមានវិវាទជាមួយគ្នាហើយថតដោយគ្នាវាទៅជាមានវាទៅជាធ្វើឲ្យយើងមានបញ្ហាដូចថាត្រូវតែកាត់ផ្ដាច់ទឹកដីចែកគ្នាវាត្រូវតែមានមួយស្លាប់មួយរស់ខ្ញុំគិតថាវាប្រហែលជាមិនចាំបាច់ដល់ថ្នាក់នោះទេតើឲ្យប្រទេសកម្ពុជារីកចម្រើនទៅបានដោយរបៀបណាបើពេលដែលមានមនុស្សដែលជាធនធានល្អក៏កើតឡើងយើងតែងតែយកអតីតកាលយកមកចាក់សម្រាប់ធនធានទាំងអស់ហ្នឹងពេលដែលមានធនធានមនុស្សដែលអាចឈរហើយអាចបង្រៀនក្មេងជំនាន់ក្រោយថាកុំខ្លាចនៅការសាងកំហុសតែខ្លាចតែយើងមិនហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាមានមនុស្សបែបហ្នឹងឈរឲ្យអ្នកនរគ្នាមើលជាមេរៀនហើយអ្នកនរគ្នាបែរជាយកអតីតកាលគាត់យកមកចាក់សម្រាប់គាត់ទាំងតែអតីតកាលហ្នឹងឯងដែលធ្វើឲ្យមនុស្សម្នាក់ហ្នឹងប្រសើរដូចថ្ងៃនោះបានអញ្ចឹងតើចង់ឲ្យប្រទេសយើងវារីកចម្រើនទៅមុខបែបម៉េចបើពេលដែលពេលមានធនធានល្អអ្នកនរគ្នាតែងតែចង់មកប្រក្រាបពួកគាត់អញ្ចឹងវាធ្វើឲ្យក្មេងៗដទៃទៀតខ្ញុំជឿថាក្មេងៗបងដទៃទៀតដែលធ្លាប់ធ្វើខុសខ្ញុំមិនដឹងថាគាត់ខុសទៅលើរឿងអីទេគាត់ធ្លាប់ធ្វើខុសនៅក្នុងជីវិតរបស់គាត់ឃើញរឿងដែលកំពុងតែកើតឡើងហ្នឹងវាកាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថាជាមូលហេតុដែលខ្ញុំអត់អាចតស៊ូទៅមុខបានទេតែខុសគឺខុសហើយយើងអាចកែប្រែបានទេយើងល្អកម្រិតណាក៏ចង់ក្រោយគេនៅតែយករឿងចាស់យើងមកចាក់សម្រាប់យើងទៅដែរខ្ញុំគិតថាអ្នកដែលធ្វើរឿងទាំងអស់ហ្នឹងកើតឡើងមិនមែនជាធីមខាងខ្ញុំព្រោះมันអាចមកបំផ្លាញមនុស្សដែលខ្លួនឯងស្រឡាញ់គ្រប់ត្រហើយខ្ញុំក៏គិតថាមិនមែនជាធីមខាងគាត់ដូចគ្នាព្រោះរឿងហ្នឹងកើតឡើងដូចខ្ញុំនិយាយចឹងមានភ្លើងទឹកមានផ្សែងបើមិនជាផុសអ្វីដែលខ្ញុំបាន live ពីមុនគេនឹងទៅរកវីដេអូដែលគាត់ live តបមកវិញអញ្ចឹងវាទៅមកអត់ចប់ទេអញ្ចឹងខ្ញុំជឿជាក់ថាធីមខាងគាត់ក៏មិនចង់ឲ្យគេសាររឿងដែលគាត់បានធ្លាប់ធ្វើដូចគ្នាព្រោះការគិតរបស់ខ្ញុំមានអារម្មណ៍ថានេះគឺជាជនជាតិឱកាសមួយក្រុមផ្សេងឬក៏ពីរក្រុមផ្សេងទៀតដែលរងចាំមើលថាតើបុគ្គលម្នាក់នេះធ្លាក់ពេលណាដួលពេលណាតោះនោះនេះសង្គ្រប់តែម្ដងនោះនេះជន់បន្ថែមតែម្ដងទៅនោះនេះជន់កំដកជើងតែម្ដងទៅជន់រហូតដល់ធនធានម្នាក់ហ្នឹងងើបមុខលេងរួចហ្មងទៅកុំឲ្យមានឈ្មោះទៀតហ្មងទៅអញ្ចឹងវាប៉ះពាល់ដល់មនុស្សស្រីដល់ទៅ3នាក់ឯណោះខ្ញុំអត់សុំអត់និយាយឈ្មោះពួកគាត់ទេតែនឹងឯងពាក់ព័ន្ធដល់មនុស្សស្រីដល់ទៅ3នាក់ឯណោះរួមទាំងខ្ញុំផងដែរហើយ3នាក់យើងគឺសិតតែជាម្ដាយរបស់គេទាំងអស់គ្នាហើយកូនយើងគឺសិតតែធំហើយទាំងអស់គ្នាហើយម្នាក់សិតតែកំពុងតែរស់នៅក្នុងជីវិតដែលប្រសើរជាងមុនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសិទ្ធិដែលគេខាងទៀតគាត់បានផុសអាហ្នឹងអ្វីដែលគាត់បាននិយាយលើសលួសឬក៏អីនៅក្នុងហ្នឹងខ្ញុំចាប់ទុកថាវាទៅតាមអារម្មណ៍ដែលខឹមរបស់មនុស្សម្នាក់ចុះដោយសារបើតាមពិតទៅយើងអាចមើលងាយគ្នាឬក៏ជន់ពីលើគ្នាកន្លែងណាបាននេះពួកយើងសិតតែ single mom ដូចគ្នាហើយពួកយើងសិតតែធ្លាប់ធ្លាក់ដល់0ក្រោម0ដូចគ្នាយើងស្គាល់ហើយថាជីវិតទាំងអស់ហ្នឹងមេរៀនជីវិតទាំងអស់ហ្នឹងវាបង្រៀនឲ្យគេយើងខ្លះវាលំបាកយ៉ាងម៉េចខ្លះវាឈឺចាប់យ៉ាងម៉េចខ្លះអញ្ចឹងសូមបងប្អូនបញ្ឈប់រាល់ការ share នៅវីដេអូចាស់ៗដែលវាបានកប់បាត់នៅក្រោមដីហើយតែមានជនខិលខូចគាស់រំលើកឲ្យក្លិនស្អុយនឹងវាឡើងមកវិញ